còn lại nè về miền việc thả creator reward program anh nắng này thả chia ở TikTok USA để dần ai hồi lùi mà anh tầm nắng bây giờ chọn nó cho money máu ví dụ all program nhiều tập máu giờ đừng khơi nhạc lại nè create video that 1 minute or longer to get reward on quality view để thả dần ai hồi lùi tiền ông bán á ok nè ở đây mà bán anh đấy ở trên tầm rong bám nắng máu cứ chỉ có biết account USA để dần ai hồi lùi bán tạm nắng á nếu đặt thả dương từ miền là dụ lừa bị đồng 7 năm ở BTP dương từ miền đọc kê follower hay tìm bấy dương từ miền mà rồi kê ví dụ nông gặp về 30 ngày ok nó dân nè dương chỉ dương phó plate bán này nè pro cả cái ok lỡ dương có mấy cắt về dấu nâng dương từ và cả được cái niệm đó ok chỉ từ bao nhiêu từ bảo vệ bản thân toàn 7 bảo vệ bản của bạn này dương từ cả Gmail một bây giờ nên mình Gmail ấy 7 ประกาศទេយក Gmail អ្នកមានហ្នឹងទៅតែសម្រាប់ខ្ញុំសូមបង្កើតសិនដោយសារខ្ញុំអត់ទាន់មាន Welcome to the Quick Start Guide for setting up your first ad campaign with TikTok Ads Manager. If you haven't created your ad video,សូមបង្កើតថ្មីអល់គេយើងចុចកន្លែង grid នេះមកយើងយកលើគេនេះដាក់ឈ្មោះសូមដាក់ឈ្មោះខ្ញុំអូខេចុច next រើសថ្ងៃខែថ្ងៃណាបានណានេះដល់ខំត្រូវទេ gender អូខេចុច next ទៀតមកអូខេរើស Gmail យើងចង់បង្កើតយកនេះហ៎អូខេ password ចុច agree មកប៉ុណ្ណឹងយើងបង្កើតបាន Gmail ហើយគេចាំទីវា slow ពេកតោះពេលយើងបង្កើតបានហើយយើងធ្វើការបិទទៅវិញហើយយើងទៅបើក VPN របស់យើងហើយនេះអ្នកនរគ្នាបើមាន VPN ទេអាចឆាប់តាក់ទងទិញតាមខ្ញុំបានថ្លៃវាត្រឹមតែ1រៀលទេក្នុងមួយខែអ្នកគ្នាប្រើទៅអូខេយើងរើសអានេះរើសដាក់ទៅUSA នេះអ្នកនេះ United States នេះចេញនេះមកហើយយើងរើសខ្ញុំដាក់នៅ Los Angeles ចឹងអូខេកន្លែងនេះអូខេតោះមកចង់វា connect ចឹងអូខេខ្លងមកគេបន្ទាប់ពី connect ពីបានហើយយើងធ្វើការទៅចូលទៅកាន់ជ្រោមយើងបិទហ្នឹងមកចូលទៅកាន់ជ្រោមមកអូខេបន្តមកយើង search ថា tiktok.com អូខេប៉ុណ្ណឹងមកទៅ go ទៅអូខេចាំបន្តិចអូខេនេះយើងដាក់យើងចុចពាក្យថា not now នេះចុច not now មកនេះយើងបើកលើ browser ហ្នឹងយើងកុំបើកលើ app អូខេបន្តមកយើងចុចកន្លែង profile នេះចូល profile ហើយយើងយកពាក្យថា login ហ្នឹងមកអូខេចាំបន្តិចតោះមកយើងយកពាក្យថា sign up
នេះសាញ់អាប់មកយើងរើសយកកន្លែងលើគេនេះអូខេតោះនេះយើងរើសថ្ងៃខែសិនអូខេតោះមកចុច next មកអូខេតោះនេះយើងត្រូវយកកន្លែង Gmail កន្លែង email ហើយយើងបាយ Gmail យើងបង្កើតមិនចូលមកចុច next មកអូខេយើងបង្កើត password ថ្មីគេបន្ទាប់ពីបង្កើតបានហើយយើងចុច sign up មកគេបន្ទាប់មកវានឹងផ្ញើលេខកូដទៅ Gmail យើងហើយអូខេនេះអូខេយើងដាក់លេខកូដហ្នឹងទៅចាំយើងផ្លែតអូខេវាទៅកំពុងធ្វើការបង្កើតហើយយើងចង់ដាក់ username អត់អូខេយើងចុចដាក់មកអូខេនេះគេបន្ទាប់ពីបានហើយយើងចុច sign up មកអូខេអានេះបើសិនវាចូលមកអា app ហ្នឹងយើងត្រូវអូសចោលយើងចូលនេះវិញដែរយើងត្រូវចូលនេះវិញដែរកុំតន់ចេញពីហ្នឹងព្រោះយើងទៅបង្កើតថ្មីអញ្ចឹងយើងចូលភ្លាមវាអាច spam account របស់យើងហើយអូខេនេះចាអូខេពេលនេះអ្នកនរនេះអូសចោលអញ្ចឹងដែរអូខេយើងអូសលេងក្នុងហ្នឹងតិចសិនអូសលេងមើលពី3វីដេអូសិនទៅគេតោះនេះចុចខ្វាយយើងទៅ sign in នៅ TikTok យើងធម្មតាទាំងអស់គ្នាមកនេះយើងបិទមកហើយយើងក៏តាមបិទ VPN យើងចូល TikTok របស់យើងមកនេះគេថា TikTok នេះ TikTok ធម្មតាទេមិនបាច់ចាំ TikTok ជួយអីស្អីទេ TikTok ធម្មតាហ្នឹងយើងចូលមកNothing beats a Jet2 holiday. And right now, you can save £50 per person. អូខេតោះមកយើងចុចកន្លែងនេះឯង profile ហ្នឹងចុចហ្នឹងមកហើយយើងត្រូវការ sign in ឲ្យមិញចូលហើយយើងបង្កើតមិញហ្នឹងចុចនេះមកយើងចុចបូក account ថ្មីអូខេយកពាក្យ login នេះយកលើគេនេះចាំតិចខ្វាយមកអូខេចុចបិទមកយកនេះ email ហ្នឹងហើយយើងដាក់ email ដែលយើងបង្កើតមិញហ្នឹងអូខេចុច continue មកគេតមកវានឹងផ្ញើលេខកូដទៅ Gmail យើងម្ដងអូខេឥឡូវវា login ចូលហើយនេះអូខេយើង sign in Ladies and gentlemen, welcome to you. ចូលមកដល់គ្នាអានេះវាយើងបង្កើតព្រាមយើងកុំតន់ផុសអីណាយើងទៅទុកវាខ្ទង់មួយទឹកជាងអីសិនចាំយើងផុសវីដេអូចាំអីយើងបង្កើតហើយយើងទុកចោលហ្នឹងសិនទៅអូខេប៉ុណ្ណឹងយើងចូលទៅមើលទៅ
យើងដាក់ background ដាក់អីទៅតាមយើងនេះហ្នឹងអូខេយើងចូលកន្លែងនេះដើម្បីមើលថាអាហ្នឹងជាប្រភេទ TikTok USA ឬក៏អត់គេចុចអា3ហ្នឹងហើយចុចកន្លែងនេះ TikTok Studio ហ្នឹងអូខេចុចបិទមកអូខេនេះវាបានហើយវាបានTikTok មួយថា Creator Reward Program ហ្នឹងអូខេចុចកន្លែងនេះមកអូខេនេះបានអស់ហើយអញ្ចឹងការបង្កើតរបស់យើងជោគជ័យហើយប៉ុណ្ណឹងអ្នកគ្នាអាចយកទៅផុសឲ្យបានហៅលុយបុកហៅលុយទៅតែអ្នកនេះត្រូវចាំអាទិត្យសិនព្រោះយើងបង្កើតភ្លាមអញ្ចឹងយើងកុំតន់ផុសឲ្យទុកមួយអាទិត្យអីទៅឲ្យវាស្គាល់ថា account របស់យើងពិតជា account USA មែនអូខេហើយការបង្កើតមានតែប៉ុណ្្នឹងទេសូមតាអ្នកគ្នាអាចធ្វើបានហើយបើចង់បើមានចម្ងល់អីអាច comment សួរខាងក្រោមបានខ្ញុំនឹងព្យាយាមធ្វើវីដេអូបង្ហាញអ្នកនរគ្នាបន្ថែមទៀតអូខេជួបគ្នាវីដេអូក្រោយ